បាទសួស្តីបងប្អូនអាទី5ទី6ទាំងអស់គ្នាថ្ងៃនេះគឺយើងមករៀនតាក់ទងជាមួយនឹងឯកតាទម្ងន់ហើយឯកតាទម្ងន់ដែលយើងលើកយកមកនិយាយថ្ងៃនេះគឺតាក់ទងជាមួយនឹងគីឡូក្រាមជាមួយនឹងក្រាមអញ្ចឹងអ្វីដែលបងប្អូនត្រូវចំណាំណាបាទក្នុង1គីឡូក្រាមគឺស្មើនឹង1000ក្រាមអញ្ចឹងអានឹងយើងត្រូវចំណាំបាទ1គីឡូក្រាមស្មើ1000បាទ1000ក្រាមហើយការបំបែកបាទការបំបែកបាទកាលណាយើងបំបែកក្រាមទៅគីឡូក្រាមយើងត្រូវចែកបាទចែកនឹង1000បាទកាលណាយើងបំបែកគីឡូក្រាមទៅជាក្រាមវិញបាទត្រូវតែគុណបាទន័យថាគុណនឹង1000បាទអញ្ចឹងអានេះចែកអានេះគុណតោះឥឡូវយើងមកមើលគេមានទម្ងន់ដែលគេឲ្យដូចខាងលើអញ្ចឹងណាមាន4លំដាប់លេខបាទ4លំដាប់ទម្ងន់ហើយក៏ឲ្យគណនាទម្ងន់សរុបគិតជាគីឡូក្រាមនិងគិតជាក្រាមអញ្ចឹងខ្ញុំសូមនិយាយតាក់ទងជាមួយនឹងគិតជាគីឡូក្រាមមុនហើយគិតជាក្រាមទាំងអស់នេះបាទទុកឲ្យបងប្អូនជាអ្នកដោះស្រាយអញ្ចឹងយើងមកមើលគិតជាគីឡូក្រាមអញ្ចឹង13ភាគ10គីឡូក្រាមយើងអត់ដឹងថាប៉ុន្មានទេប៉ុន្តែយើងត្រូវដឹងប្រភេទកាលណាមានភាគបែង10អញ្ចឹង10មានលេខ01អញ្ចឹងក្រោយក្បៀសគឺត្រូវតែមានមួយខ្ទង់អញ្ចឹងយើងបាន1.3គីឡូក្រាមបាទអញ្ចឹងអានេះវិញបាទ840.5ក្រាមបំបែកទៅជាគីឡូក្រាមត្រូវចែកនឹងប៉ុន្មានចែកនឹង1000បាទនេះ2ក្រាមទៅគីឡូក្រាមបាទចែកនឹង1000អញ្ចឹងយក840.5ចែកនឹង1000មកបាទអញ្ចឹងកាលណាចែកនឹង1000យើងរំកិលក្បៀស1000មាន0ប៉ុន្មានបាទមាន0.3កាលណាមាន0.3រំកិលក្បៀសឡើងមកលើ3ខ្ទង់មកអញ្ចឹងរំកិលមកខាងមុខណាបាទអញ្ចឹងនេះក្បៀសតាមពិតមុននៅដល់ពេលយើងរំកិលមកមុខណាបាទរំកិលមកមុខមកវានៅកន្លែងនេះអញ្ចឹងទៅជា0.8405បាទ5គីឡូក្រាមតោះឥឡូវយើងមើលនេះវិញ5ភាគ4គីឡូក្រាមបាទ5ភាគ4គីឡូក្រាមនេះយើងអាចបំលែង5ហ្នឹងទៅជា10បានអញ្ចឹងបំលែងយ៉ាងម៉េចគុណនឹង2មកបាទអញ្ចឹង5គុណនឹង2វាមិនបាន10បាទអញ្ចឹង4ទៅគុណនឹង2ដែរអញ្ចឹងយើងបាន8អញ្ចឹងកន្លែងហ្នឹងវាទៅជា8ភាគ10អញ្ចឹង8ភាគ10នេះ10មាន0ប៉ុន្មាន0.1អញ្ចឹងវាទៅជា0.8បាទ0.8នេះវិញបាទចែកនឹង1000បាទ2ក្រាមទៅគីឡូក្រាមអញ្ចឹងចែកនឹង1000ធ្វើម៉េចចែកនឹង1000បាទរំកិលរុញវារកក្បៀសមកមុខមកអញ្ចឹងកាលណាចែកនឹង1000ក្រោយក្បៀសត្រូវមានប៉ុន្មានខ្ទង់បាទ3ខ្ទង់បាទព្រោះ1000វាមាន0ប៉ុន្មាន0.3អញ្ចឹងក្រោយក្បៀសមាន3ខ្ទង់អញ្ចឹងវាទៅជា0.520ប៉ុន្តែដោយសារលេខ0ក្រោយក្បៀសវាគ្មានន័យណាបាទ0ខាងក្រោយគេបង្អស់ហ្នឹងអញ្ចឹងបាច់ផ្សេងបានទេផ្សេងត្រឹម0.52ឥឡូវយើងមកបូកបញ្ចូលគ្នាទម្ងន់សរុបអញ្ចឹងបូកបញ្ចូលគ្នាយើងមើលទៅលើចុចនេះបាទកាលណាចុចនេះវាដាក់ធ្វើម៉េចចំគ្នាមកយើងបូកអញ្ចឹង5មកអត់មានអីបូកទេណាបាទអត់មានទេយើងដាក់5មកបាទ0ក៏អត់មានអីបូកដែរបាទដាក់0មកបាទខ្ញុំសូមសរសេរខិតថយក្រោយបន្តិចខ្លាចបងប្អូនអរគ្នាច្រឡំបាទអញ្ចឹង5 0អត់មានអីបូកទេបាទប៉ុន្តែ4មានកន្លែងបូកមកបូកជាមួយ2អញ្ចឹងទៅជា6បាទ3មានអីបូកអត់មានបូក8ណា3បូក8ទៅជាប៉ុន្មាន11បូក8ទៅជា19បូកជាមួយ5ស្មើប៉ុន្មាន19បូក5បាទ19បូក5 20 24អញ្ចឹងទៅសេលេខ4មកបាទត្រាទុក2មកអញ្ចឹង2បូក1 3បាទអញ្ចឹងអានេះក្បៀសដាក់ចំកន្លែងក្បៀសវាមកទីគ្នាអញ្ចឹងយើងឃើញថាស្មើនឹង3ក្បៀស4605គីឡូក្រាមបាទអញ្ចឹងទម្ងន់សរុបរបស់យើងគឺស្មើនឹង3បាទ3ក្បៀស4605គីឡូក្រាមបាទនេះគឺជាចម្លើយបាទជាចម្លើយអញ្ចឹងសម្រាប់លំហាត់ដែលគិតជាក្រាមវិញទុកឲ្យបងប្អូនអរគ្នាជាអ្នកដោះស្រាយខ្ញុំថាបងប្អូនអរគ្នាក៏អាចធ្វើបានដូចគ្នាដែរបាទអញ្ចឹងយើងចំណាំមក2ក្រាមទៅគីឡូក្រាមចែក2គីឡូក្រាមមកក្រាមយើងគុណបាទអរគុណបងប្អូនអរគ្នាខិតខំរៀនអរគ្នាបាទជួបគ្នានៅវីដេអូក្រោយ